អាញាធរខណ្ឌពោធិ៍សែនជ័យចុះរដ្ឋបាលពិនិត្យតាមទីតាំងបុរីខុនដូសន្តាគារផ្ទះសំណាក់ក្នុងមូលដ្ឋានខណ្ឌអនុវត្តតាមការដឹកនាំរបស់អាដាមឃុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកសកច័ន្ទកញ្ញរិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកាលពីថ្ងៃទី18ខែមករាឆ្នាំ2026បានចាត់ឲ្យមន្ត្រីក្រមអាវ៉ាត់ចុះពិនិត្យតាមបុរីខុនដូសន្តាគារផ្ទះសំណាក់ដែលមានជនបរទេសស្នាក់នៅនិងជួលទីតាំងស្នាក់នៅកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មបុរីខុនដូសន្តាគារផ្ទះសំណាក់ផ្ទះជួលស្នាក់នៅស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំនិងជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ03របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនោះផងដែរក្រុមការងារបានធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់និងតំណាងទីតាំងអាជីវកម្មត្រូវតែគោរពនិងអនុវត្តការណែនាំដូចខាងក្រោមមិនត្រូវជួលឬផ្ដល់ទីតាំងឲ្យជនបរទេសដោយមិនមានឯកសារគ្រប់គ្រាន់ត្រូវថតចម្លងឯកសារ passport របស់ជនបរទេសឲ្យបានត្រឹមត្រូវត្រូវរាយការណ៍រាល់វត្តមានរបស់ជនបរទេសស្នាក់នៅជូនដល់អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវផ្ដល់ទីតាំងសម្រាប់ប្រព្រឹត្តអំពើទាំងឡាយណាដែលផ្ទុយពីច្បាប់កំណត់